ទះមួយនេះជាផ្ទះរបស់បងនីវ៉ាន់នៅខាងភូមិសាមគ្គីខេត្តស្ទឹងត្រែងបាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះផ្ទះចល័តស្រុកសីសន្ធរសូមមកបង្ហាញនៅប្រភេទផ្ទះមួយប្រភេទដែលមានទំហំ3ម៉ែត្រគុណនឹង6ម៉ែត្រជាប្រភេទផ្ទះខ្ពស់អត់បន្ទប់ទឹកនេះជាការកម្មងរបស់បងស្រីនីវ៉ាន់នៅភូមិសាមគ្គីខេត្តស្ទឹងត្រែងឥឡូវនេះក្រុមការងារខាងផ្ទះចល័តស្រុកសីសន្ធរយើងខ្ញុំបានរៀបចំចិត្តរួចរាល់ហើយប្រភេទផ្ទះដែលមានទំហំ3ម៉ែត្រគុណនឹង6ម៉ែត្រជាប្រភេទផ្ទះខ្ពស់នេះគឺតម្លៃវា5500បងប្អូន5500អត់បន្ទប់ទឹកចំពោះប្រភេទផ្ទះខ្ពស់បងប្អូនអាចកម្មងកម្ពស់បានចាប់ពី2ម៉ែត្រ2ម៉ែត្រ3ទឹក2ម៉ែត្រកន្លះ2ម៉ែត្រ7 2ម៉ែត្រ8ឬមួយក៏3ម៉ែត្រស៊ីសងលើបងប្អូនស្រឡាញ់ទេក៏ប៉ុន្តែបើចំពោះការកម្មងគឺយើងមើលតាមទំហំផ្ទះដែរដោយផ្ទះនេះគឺទំហំ3ម៉ែត្រគុណនឹង6ម៉ែត្រអញ្ចឹងយើងដាក់ជើងតាំងកម្ពស់2ម៉ែត្របូកនឹងជើងសសរផ្ទះកម្ពស់3ទឹកទៀតគឺសរុបទៅគឺ2ម៉ែត្រ3ទឹកបងប្អូន2ម៉ែត្រ3ទឹក2ម៉ែត្រ3ទឹកហ្នឹងបងប្អូនមើលទៅឃើញទាបឬមួយក៏ខ្ពស់ឬមួយក៏ល្មមបងប្អូនសិនជាបងប្អូនគិតថាល្មមអានឹងយើងកំងប៉ុណ្ណឹងទៅតែបើសិនជាបងប្អូនគិតថាទាបអានឹងយើងតឡើងកម្ពស់ទៀតតែបើសិនជាបងប្អូនគិតថាខ្ពស់ជ្រុលអានឹងយើងតម្លាក់មកវិញអញ្ចឹងស៊ីសងលើបងប្អូនកំងទេប្រភេទផ្ទះទាបផ្ទះខ្ពស់ស៊ីសងលើម្ចាស់ស្រឡាញ់ក៏ប៉ុន្តែបើសិនជាខាងផ្ទះចល័តស្រុកសីសន្ធរយើងខ្ញុំណែនាំឲ្យបងប្អូនផ្ទះទំហំប៉ុណ្ណាដាក់កម្ពស់ប៉ុណ្ណាដែលមើលទៅឃើញសមល្មមបងប្អូនតែបើសិនជាបងប្អូនគិតថាប៉ុណ្ណឹងមិនពេញចិត្តទេបងប្អូនអាចកម្មងតាមតម្រូវការរបស់បងប្អូនបានបងប្អូនដាក់ប៉ុណ្ណាក៏ដាក់ទៅហើយទីតាំងនេះគឺអត់មានភ្លើងទេបងប្អូនអត់ភ្លើងអត់ទាន់ចូលមកដល់ទេអញ្ចឹងប្រភេទផ្ទះដែលយើងដាក់ជូនអតិថិជនបើសិនជាទីតាំងដែលអត់ទាន់មានភ្លើងបងប្អូនគួរតែឲ្យខាងផ្ទះចល័តស្រុកសីសន្ធរយើងខ្ញុំបាញ់ថ្នាំឲ្យរួចរាល់ហើយនឹងប្រាប់មកខាងផ្ទះចល័តស្រុកសីសន្ធរយើងខ្ញុំផងថាអត់មានភ្លើងគឺខាងផ្ទះចល័តស្រុកសីសន្ធរយើងខ្ញុំដឹកម៉ាស៊ីនភ្លើងទៅជាមួយបងប្អូនតែប្រភេទផ្ទះដែលយើងធ្វើជូនអតិថិជនដែលទីតាំងដែលអត់មានភ្លើងបងប្អូនទៅថែម100ទៀតបងប្អូនទៅថែម100ទៀតតែបើសិនជាបងប្អូនមានម៉ាស៊ីនភ្លើងខ្លួនឯងអានឹងអត់គិតលុយគិតកាក់អីទេចំពោះຂະຫນាត់ផ្ទះដែលមានទំហំ3ម៉ែត្រគុណនឹង6ម៉ែត្រហ្នឹងគឺអតិថិជនកម្មងប្រភេទវេរ៉ាហ្នឹងគឺទំហំ1ម៉ែត្រកន្លះគុណនឹង3ម៉ែត្របើសិនជាបងប្អូនចង់បានសាច់បន្ទប់ធំបងប្អូនយកតែ1ម៉ែត្រទៅហើយបើសិនជាបងប្អូនចង់បានវេរ៉ាធំបងប្អូនយក2ម៉ែត្រទៅអានឹងស៊ីសងលើបងប្អូនទេតោះឥឡូវហ្នឹងខ្ញុំនាំបងប្អូនទៅមើលនៅទូផ្ទះខាងលើទាំងអស់គ្នាបងប្អូននាំបងប្អូនទៅមើលទូផ្ទះខាងលើទាំងអស់គ្នាគឺយើងធ្វើជាលក្ខណៈចដាកាច់ណាបងប្អូនប្រភេទផ្ទះខ្ពស់យើងធ្វើជាលក្ខណៈចដាកាច់ហើយយើងឡើងពីចដាហ្នឹងទៅដល់វេរ៉ាហ្នឹងជាទូទៅទំហំ1ម៉ែត្រកន្លះគុណនឹង3ម៉ែត្រហើយខាងក្នុង